ខ្ញុំបានគោរពជំរាបសួរក៏ដូចជាសួស្តីមិត្តភ័ក្តិទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីចែករំលែកទៅកាន់អាណាព្យាបាលក៏ដូចជាសិស្សសានុសិស្សជាពិសេសបងប្អូនដែលកំពុងស្ថិតនៅក្នុងការសិក្សារៀនសូត្រមិនថាថ្នាក់បឋមថ្នាក់មធ្យមថ្នាក់មហាវិទ្យាល័យអីសំណួរយើងសួរថាតើមូលហេតុអ្វីសិស្សរៀនសាលាជាមួយគ្នាគ្រូជាមួយគ្នាតែលទ្ធផលសិក្សាមិនដូចគ្នាមានន័យថារៀនគ្រូជាមួយគ្នាសាលាជាមួយគ្នាតែមិនពូកែដូចគ្នាតើមូលហេតុអីអញ្ចឹងនៅក្នុងសំណួរនេះខ្ញុំមានចម្លើយ3ដែលជាកត្តាសំខាន់ដែលសមស្របទៅនឹងសំណួរដែលយើងសួរខាងលើសំណួរទី1តើទៅនឹងចំណុចទី1គឺអាចមកពីកត្តាគ្រួសារនៅក្នុងចំណុចនេះគឺសំខាន់ដែរជាធម្មតាសិស្សមិនប្រកាសថាយើងមករៀនសាលាជាមួយគ្នាមិនថាសាលាល្អឬក៏សាលារដ្ឋសាលាឯកជនទេជាធម្មតាជាទូទៅអានេះខ្ញុំនិយាយជាទូទៅមិនចំពោះថានៅក្នុងសាលាណាមួយទេជាទូទៅយើងសិស្សក្នុងសាលាក្នុងស្ថាប័នមួយក្នុងសាលាមួយតែក្នុងបន្ទប់ថ្នាក់រៀនមួយតែងតែមានសិស្សពូកែសិស្សខ្សោយសិស្សមធ្យមបាទគឺតែងតែមានសិស្ស3កម្រិតហ្នឹងគឺมันអាចឲ្យសិស្សមានកម្រិតស្មើភាពគ្នាទាំងអស់ហ្នឹងគឺมันមានទេអញ្ចឹងកត្តាគ្រួសារគឺជាចំណែកមួយសំខាន់ដើម្បីជំរុញឲ្យកូនឬក៏សិស្សហ្នឹងគាត់ទទួលបានលទ្ធផលសិក្សាល្អព្រោះនៅពេលដែលគាត់ទៅពីសាលាទៅវិញឪពុកម្ដាយឬក៏ប៉ាម៉ាក់អាណាព្យាបាលមិនសូវយកចិត្តទុកដាក់មិនសូវខ្វល់ខ្វាយតាមដានការសិក្សារបស់កូនទេអញ្ចឹងជាលទ្ធផលកូនក៏មិនអាចទទួលបាននៅចំណេះដឹងនឹងល្អប្រសើរបានដែរបាទនេះជាចំណុចមួយដែលធ្វើឲ្យកូននឹងខ្សោយហើយមានសមត្ថភាពហ្នឹងគឺមិនដូចគ្នាបាទហើយទី2កត្តាគ្រូហើយនិងបរិស្ថានជុំវិញអញ្ចឹងកត្តាគ្រូសំខាន់ឧទាហរណ៍ដែលសិស្សនៅក្នុងសាលារៀនហ្នឹងក្នុងមួយបន្ទប់មាន20ទៅ10 5-10នាក់អីជាដើមអញ្ចឹងទៅគ្រូបើគាត់មិនយកចិត្តទុកដាក់ឬក៏ការបង្ហាត់បង្រៀនរបស់គាត់នឹងមិនដិតដល់ទេអញ្ចឹងសិស្សនៅក្នុងថ្នាក់ហ្នឹងគឺសមត្ថភាពរបស់គាត់មានកម្រិតទាបកម្រិតខ្ពស់កម្រិតខ្សោយអីចឹងទៅអញ្ចឹងការបង្ហាត់បង្រៀនរបស់គ្រូប្រសិនបើគ្រូធ្វេសប្រហែសមិនយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននឹងទេសមត្ថភាពរបស់សិស្សក៏មិនល្អតាមនឹងដែរព្រោះជាធម្មតានៅពេលដែលសិស្សដែលគាត់ចូលមករៀនសមត្ថភាពរបស់គាត់អត់ស្មើគ្នាទេសិស្សខ្លះគាត់មានសមត្ថភាពការអានទូកែទៅសិស្សខ្លះគាត់មានសមត្ថភាពគាត់សរសេរអក្សរនឹងលះហួនទៅតែសិស្សខ្លះក៏គាត់មានសមត្ថភាពក្នុងការស្ដាប់ការបញ្យល់មេរៀនហ្នឹងបានល្អទៅតែចំណែកសិស្សខ្លះទៀតគាត់ខ្សោយទាំងអានខ្សោយទាំងសរសេរខ្សោយទាំងសមត្ថភាពស្ដាប់ទៅទៀតអញ្ចឹងនេះជាបញ្ហាមួយដែលគ្រូគួរតែយកចិត្តទុកដាក់ហើយបញ្ហាមួយទៀតតើទៅនឹងបរិស្ថានជុំវិញបរិស្ថានជុំវិញហ្នឹងចង់សំដៅទៅលើសិស្សដែលគាត់កំពុងរៀនជាមួយគ្នាអាចថាមិត្តភ័ក្តិគាត់អត់ទៀតពេលខ្លះមិត្តភ័ក្តិអង្គុយជាមួយគ្នាអញ្ចឹងគាត់អត់ខំសិក្សារៀនសូត្រទេគាត់លេងគាត់បលែងគ្នាគាត់ចូលចិត្តដល់លេងគាត់ចិត្តលេងច្រើនអីអញ្ចឹងក៏ជាកត្តាមួយដែលมันអាចធ្វើឲ្យសិស្សហ្នឹងពូកែបានដែរតែបើសិនបើសិស្សដែលគាត់ពូកែទោះបីថាអាចថារៀនជាមួយមិត្តភ័ក្តិអីមិនពូកែអីលេងច្រើនអីក៏គាត់អាចនៅតែពូកែដែរអានេះជាករណីពិសេសមួយហើយកត្តាមួយទៀតសំខាន់គឺកត្តាខ្លួនឯងកត្តាសិស្សខ្លួនឯងកត្តាសិស្សខ្លួនឯងហ្នឹងចង់បានតែសិស្សកត្តាសិស្សខ្លួនឯងហ្នឹងខ្វះវិធីសាស្ត្រក្នុងការរៀនសិក្សារៀនសូត្រខ្លួនឯងយើងជាធម្មតាសិស្សនៅក្នុងថ្នាក់មួយតែងតែមានសិស្សលេខ1លេខ2លេខ3និងលេខបន្តចឹងទៀតទៅអាចថានិទេស A និទេស B និទេស C វាអត់អាចថាឲ្យនិទេស A ទាំងអស់មួយថ្នាក់ហ្នឹងគឺមិនមានទេមិនមានសាលាណាមួយដែលបរៀនឲ្យសិស្សក្នុងមួយបន្ទប់ថ្នាក់ហ្នឹងទទួលបាននិទេស A ទាំងអស់ហ្នឹងអត់មានទេអញ្ចឹងកត្តាសិស្សខ្លួនឯងហ្នឹងសំខាន់ខ្លួនឯងគឺសំខាន់ចេះវិធីសាស្ត្រក្នុងការបរៀនគ្រូប្រាប់ពីវិធីសាស្ត្រពីមេរៀនបញ្យលពីមេរៀនផ្សេងសិស្សខ្លួនឯងត្រូវទៅឆ្លៀសវៃក្នុងការសិក្សាទទួលបានពីចំណេះដឹងពីគ្រូហើយទៅដល់ផ្ទះទៅមានការជំរុញពីប៉ាម៉ាក់ទៀតហើយជំរុញពីមិត្តភ័ក្តិដែលជុំវិញនឹងទៀតបូកផ្សំគ្នាមកហើយបូកផ្សំនឹងកត្តាយើងខ្លួនឯងសិស្សខ្លួនឯងហ្នឹងគាត់មានវិធីសាស្ត្រល្អៗក្នុងការរៀនសូត្រគាត់ចេះសង្ខេបមេរៀនគាត់បិចយកចំណុចសំខាន់ហើយគាត់អាចដោតខ្លឹមសារមេរៀននឹងបានហើយគាត់រៀនមុនគ្រូហើយគាត់ស្រាវជ្រាវអីបន្ថែមបូករួមផ្សំទៀតទៅអញ្ចឹងធ្វើឲ្យគាត់ហ្នឹងជាសិស្សពូកែហើយរៀនទោះបីថាយើងរៀនសាលាជាមួយគ្នាមិនធ្វើឲ្យគាត់អាចពូកែជាមួយហើយពូកែលេចធ្លោជាងគេបានតែឡែកនៅពេលដែលសិស្សរៀនជាមួយគ្នាហ្នឹង
នៅក្នុងថ្នាក់ជាមួយគ្នាសាលាជាមួយគ្នាគ្រូជាមួយគ្នាករណីគាត់មិនធ្វើរបៀបនេះហើយគាត់គិតតែខ្លះខ្លុកខ្លួនឯងមិនខ្វាយខ្វល់មេរៀនគ្រូដាក់ឲ្យទៅមិនខំសិក្សារៀនសូត្រខ្លះខ្លុកលេងសើចច្រើនហើយខ្ជិលក្នុងការសិក្សារៀនសូត្រអញ្ចឹងលទ្ធផលការសិក្សារបស់គាត់ក៏មិនល្អតាមនឹងដែរហើយបូករួមក៏មិនសូវស្ដាប់គ្រូមិនសូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រផងបូករួមនឹងកត្តាមិត្តភ័ក្តិឬក៏ខ្លួនឯងអស់ទាញទៅធ្វើរឿងអីផ្សេងផងបូករួមនឹងគ្រួសារកត្តាគ្រួសារអត់សូវយកចិត្តទុកដាក់ផងអញ្ចឹងការសិក្សារបស់គាត់ក៏ខ្សោយទៅតាមនឹងដែរអញ្ចឹងមិនប្រកាសថារៀនជាមួយគ្នាសាលាជាមួយគ្នាគ្រូជាមួយគ្នាសុទ្ធតែប្រកែកដូចគ្នាគឺមិនទេករណីពិសេសគឺត្រូវតែមកពីកត្តាគ្រួសារជួយជំរុញកត្តាគ្រូយកចិត្តទុកដាក់ខ្វល់ខ្វាយបង្ហាត់បង្រៀនពីវិធីសាស្ត្រផ្សេងទៅកាន់សិស្សហើយនឹងកត្តាសិស្សខ្លួនឯងនឹងត្រូវឆ្លៀសវៃហើយមានវិធីសាស្ត្រក្នុងការសិក្សារៀនសូត្រនឹងដើម្បីឲ្យខ្លួនឯងនឹងវិវត្តខ្លាយទៅជាសិស្សប្រកែកប្រចាំសាលាប្រចាំគ្រួសារហើយនឹងខ្លាយជាសិស្សគំរូល្អសម្រាប់សិស្សដទៃទៀតបាទអរគុណច្រើនហើយនឹងជម្រាបលា